រដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលស្រុកវ៉ារិនអញ្ជើញសួរសុខទុក្ខម្ដាយរបស់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅរសៀលថ្ងៃទី20ខែឧសភាឆ្នាំ2026នេះលោកដូចកឹមដំនាយករងរដ្ឋបាលសាលាខេត្តសៀមរាបតំណាងឯកឧត្តមប្រាក់សោភ័ណ្ឌអភិបាលខេត្តសៀមរាបនិងលោកថិននីវិធូអភិបាលស្រុកវ៉ារិនព្រមទាំងមានការចូលរួមពីសំណាក់មន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាបរដ្ឋាភិបាលខេត្តសៀមរាបរដ្ឋបាលស្រុកវ៉ារិននិងអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់លោកស្រីនៀតឈួតអាយុ55ឆ្នាំមានទីលំនៅភូមិឫស្សីធំឃុំស្វាយសស្រុកវ៉ារិនដែលជំងឺធ្ងន់ធ្ងរហើយតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលត្រូវជាម្ដាយរបស់លោកប៊ុយសាគុណប៊ុនវង្សជាកងទ័ពដែលកំពុងឈរជើងនៅក្នុងកងពលធំអន្តរាគមន៍លេខ3វីរៈសេនាតូចស៊ើបការក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោកដូចកឹមដំនាយករងរដ្ឋបាលសាលាខេត្តសៀមរាបក៏បានមានប្រសាសន៍ពំនាំនៅប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រាក់សោភ័ណ្ឌអភិបាលខេត្តសៀមរាបក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ផងដែរលោកដូចកឹមដំបន្តថាកងទ័ពរបស់យើងគឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដីសុខសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជននៅពេលដែលបងប្អូនកងទ័ពកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខអាជ្ញាធរនៅសមរភូមិក្រោយមានតួនាទីយ៉ាងសំខាន់ក្នុងការមើលថែទ្រទ្រង់និងផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសាររបស់ពួកគាត់លោកបានបន្ថែមថាការចោះសួរសុខទុក្ខនិងនាំយកអំណោយបន្តិចបន្តួចនាពេលនេះទោះបីមិនបានបំពេញចិត្តគ្រប់គ្រាន់តែវាជាការបង្ហាញពីទឹកចិត្តមិនបោះបង់គ្នានិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់របស់យុទ្ធជនយើងហើយជូនពរសូមឲ្យលោកស្រីបានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗដើម្បីជាកម្លាំងចិត្តដ៏ធំធេងដល់កូនដែលកំពុងឈរជើងការពារមាតុភូមិក្នុងនោះដែរដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាប់ព្យាបាលជំងឺរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលស្រុកវ៉ារិនបានជូននូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាផងដែរមីសុខារិតភ្នាក់ងារខេត្តសៀមរាប